សួស្តីអ្នកនរគ្នាចឹងបើក្បាលវីដេអូមកនៅលើម៉ូតូមកហើយនេះគឺជាស្ពានផ្សាររាហយយើងហ្នឹងជាលើស្ពានហ្នឹងទៅធ្វើការរងថ្ងៃពេលយើងជិះពេលព្រឹកមិនសើអីណាពេលព្រលឹមតែពេលព្រឹកម៉ោង7ទៅចាប់ផ្ដើមស្ទះហើយនេះគឺជាអគារបយ៉ងថោនរងថ្ងៃខ្ញុំជិះតាមផ្លូវហ្នឹងឡើងទៅផ្លូវកម្ពុជាក្រមភូរិសាតែខ្ញុំជាប់ធ្វើការនៅនឹងមួយកន្លែងហើយប្រពន្ធរបស់ខ្ញុំក៏គាត់ធ្វើការនៅនឹងជាមួយគ្នាដែរចឹងពេលព្រឹកពួកយើងត្រូវជូនគ្នាទៅដល់កន្លែងធ្វើការហើយបានយើងបែងទៅម្ខាងម្នាក់ពុទ្ធសាសតែខ្ញុំហើយគាត់ហ្នឹងគឺធ្វើការខុសគ្នាអញ្ចឹងពេលប្រាប់គាត់ព្រៀនអញ្ចឹងទៅហើយពេលល្ងាចគាត់ត្រូវទៅរៀននៅគ្រូកសលទៀតអញ្ចឹងពេលល្ងាចខ្ញុំត្រូវជូនគាត់ទៅសាលាគ្រូកសលឥឡូវដល់ពេលល្ងាចនេះបាទអញ្ចឹងឥឡូវដល់ម៉ោងគាត់ចេញហើយដែលខ្ញុំជូនគាត់មកទិញអីញ៉ាំសិនពុទ្ធសាសតែយើងចេញពីព្រៀនភ្លាមយើងទៅដល់សាលាគាត់ភ្លាមអញ្ចឹងឲ្យបានទេអញ្ចឹងតែតើទៅទិញអីគាត់ញ៉ាំសិនព្រោះបើសិនជាអត់មានអីញ៉ាំទេគឺមុំទៅចេញវាយប់ចឹងរៀងហេវអញ្ចឹងនេះខ្ញុំជិះមកសាលាគ្រូកសលហ្នឹងវាជាស្ថានជាតិអប់រំអញ្ចឹងបន្ទាប់ពីជូនគាត់ដាក់នៅហើយខ្ញុំអាចត្រូវនៅចាំគាត់នឹងបានទេព្រោះដោយសារតែគាត់ចេញយប់ជ្រៅម៉ោងដល់8កន្លះអញ្ចឹងខ្ញុំត្រូវរកកន្លែងណាអង្គុយចាំគាត់សិនរហូតដល់ខ្ញុំអង្គុយចាំគាត់នៅម៉ាតនៅអីចឹងយើងទិញទឹកមកសុទ្ធមកដបអីចឹងទៅនៅអង្គុយចាំគាត់នៅម៉ាតហើយកន្លែងនេះដល់ម៉ោងដែលខ្ញុំត្រូវមកយកគាត់ហើយមកយកគាត់តែអត់ទាន់ដល់ម៉ោងពុទ្ធសាសតែខ្ញុំមកមុនខ្ញុំមកខ្ទង់ជាម៉ោង7:50ម៉ោង7:50 7:08អញ្ចឹងគាត់ចេញម៉ោង8កន្លះឥឡូវនៅឈរចាំគាត់នៅខាងមុខគាត់ចិត្តចេញឯនៅខាងក្នុងទៀតគាត់ចេញមកនេះហើយកន្លែងដែលខ្ញុំនិយាយហ្នឹងមិនមែននៅខាងក្នុងអ្នកនរគ្នាដោយសារតែខ្ញុំចាំគាត់នៅក្រៅឯងពូដោយសារតែអត់ហ៊ានចូលក្នុងគាត់ធ្លាប់ប្រាប់ខ្ញុំម្ដងដែរថាមិនបាច់ចាំនៅក្រៅទេព្រោះដោយសារតែយើងចូលទៅខាងក្នុងក៏បានដែរខាងក្នុងមានកន្លែងអង្គុយអញ្ចឹងតែខ្ញុំវាអត់ទាន់ហ៊ានហើយឥឡូវនេះអង្គុយចាំគាត់យូរពេកគិតមើលថាតើត្រូវទៅចូលក្នុងឬក៏នៅក្រៅបន្តទៀតគិតចុះគិតឡើងសុកក៏សម្រាប់ចិត្តថាជីម៉ូតូចូលក្នុងទៅជួបគាត់ហ្មងជីទៅដល់ម៉ោងគាត់ចេញល្មមហើយនេះតួអង្គសំខាន់យើងបានដើរមកក្លីកក្លែមក្មេងដូចកូនក្មេងអញ្ចឹងនិយាយថាបានឃើញអ្នកមកយកសប្បាយចិត្តចង់ហោះហើយបន្ទាប់ពីយកគាត់បានហើយខ្ញុំក៏ធ្វើដំណើរ2នាក់ទៅរកកន្លែងអីញ៉ាំអីសិនព្រោះសារតែពួកយើងចេញមកយប់ឯអ្នកនរគ្នាចេញមកម៉ោង8ជាងអញ្ចឹងទៅដល់ផ្ទះបើហូបអីយូរទៀតអញ្ចឹងក៏សម្រេចចិត្តថាហូបអីនៅតាមផ្លូវទិញអីហូបឲ្យហើយទៅហើយទៅដល់ផ្ទះយើងសម្រាប់តែម្ដងព្រោះសារតែទម្រាំតែទៅដល់ផ្ទះវាយូរអញ្ចឹងពួកយើងក៏សម្រេចចិត្តថាហូបអីនៅខាងក្រៅសិនហើយកន្លែងដែលខ្ញុំហូបអីនេះគឺនៅទល់មុខផ្សារអូស័យមកដល់ហ្នឹងឯងខ្ញុំមិនដឹងថាទល់មុខឬខាងក្រោយដែរអញ្ចឹងបន្ទាប់ពីញ៉ាំអីមកយើងក៏បន្តដំណើរទៀតទៅផ្ទះពុទ្ធសាសតែយប់ហើយខ្ញុំហូបអីនឹងហើយប្រហែលជាម៉ោង9ជាងហើយក៏យើងធ្វើដំណើរទៅផ្ទះទៅមើលតាមផ្លូវដែលខ្ញុំជិះទៅតាមវិញអាឡៃមិញគឺចិត្តផ្លូវទេពផនហើយឥឡូវមកដល់នេះមកដល់អគារបយ៉ងថោនវិញអញ្ចឹងជិតដល់ផ្ទះហើយពុទ្ធសាសតែផ្ទះពួកយើងនៅចិត្តស្ពានផ្សាររហូតឥឡូវឡើងលើស្ពានហើយចឹងចិត្តដល់ផ្ទះមែនតើហើយនិយាយទៅស្ពាននឹងមួយថ្ងៃដឹងពួកខ្ញុំជិះម្ដងទេមើលព្រឹកម្ដងថ្ងៃ2ដងល្ងាចម្ដងចឹងមកផ្លូវហ្នឹងពួកយើងជិះឡើង4ដងចឹងឥឡូវនេះមកដល់កន្លែងទិញទឹកពុទ្ធសាសតែអស់ទឹកទិញទឹកផឹកមក10ចុងក្រោយអរគុណអ្នកនរគ្នាដែលតាមដានវីដេអូនេះកុំភ្លេចជួយ Subscribe វីដេអូ YouTube ម្នាក់មួយផងដើម្បីបានវីដេអូថ្មី